ដោយសារតែការផ្លាស់ប្ដូរទៅបន្តិចផ្លាស់ប្ដូរពីមុខកញ្ញើមកស្នាមញញឹមតែប៉ុណ្ណឹងខ្ញុំនិយាយរឿងមួយរបស់លោក Haraipe បងប្អូនមួយចំនួនធ្លាប់បានស្ដាប់រឿងដែលខ្ញុំនិយាយ Haraipe គឺជាមនុស្សម្នាក់ដែលคล้ายទៅជាអ្នកคล้ายទៅជាស្ដេចលក់បានភាគហ៊ុនហើយคล้ายទៅជាអ្នកមាននៅសហរដ្ឋអាមេរិកដោយគាត់ផ្ដើមចេញពីមនុស្សម្នាក់ដែលអស់សង្ឃឹមនឹងជីវិតដូចគ្នាគាត់ជាប្រភេទមនុស្សម្នាក់ដែលយ៉ាថាទៀបកទឿមុខកញ្ញាញ់ខ្មៅទៀបកទឿសក់កញ្ញាញ់ខ្មៅកញ៉េះហើយដើរទៅណាមុខមិនចេះញញឹមទេពាក្យខ្មែរថាមុខដូចគេបាញ់ចោលចឹងកប៉កកប៉ៅអញញឹមអត់ចេញទេទៅថ្ងៃមួយឬគាត់ជួលនៅផ្ទះជួលជាន់ទី3ហើយគាត់ចាប់តាមចិត្តអស់គាត់អត់ដែរបង់លុយថ្លៃផ្ទះទេអត់មានលុយបង់ថ្លៃផ្ទះហើយគាត់ឆ្លាតមួយមុននឹងគាត់ចូលផ្ទះហ្នឹងណាគាត់ស្រឡឹងមើលសិនតើម្ចាស់ផ្ទះបិទភ្លើងនៅម្ចាស់ផ្ទះបិទភ្លើងមិនគាត់ចូលផ្ទះហេតុអីព្រោះពេលដែលម្ចាស់ផ្ទះបិទភ្លើងមានម្ចាស់ផ្ទះដេកហើយចឹងម្ចាស់ផ្ទះដេកបានគាត់ចូលមកបន្ទប់ជួលរបស់គាត់មិនបានចឹងព្រោះគាត់មកពេលដែលម្ចាស់ផ្ទះមិនទាន់ដេកខ្លាចជួបម្ចាស់ផ្ទះគេទីលុយហើយគាត់គ្មានលុយឲ្យដល់ពេលចឹងគាត់អង្គុយចាំមើលតែពេលណាដែលម្ចាស់ផ្ទះបិទភ្លើងផ្លឹបមានតែម្ចាស់ផ្ទះចូលដេកគាត់បានចូលបន្ទប់ដេកគាត់ធ្វើអញ្ចឹងរហូតដល់មួយរយៈក្រោយមកគាត់ជួបនឹងលោកសង្ឃម្នាក់លោកសង្ឃថាមិនទាន់ចូលលោកសង្ឃឯងគាត់បានដើររកការងារធ្វើព្រោះនៅពេលដែលគាត់អត់បានបង់ថ្លៃផ្ទះហ្នឹងម្ចាស់ផ្ទះគាត់ចាប់ដើមតាមទាន់ដល់ពេលគាត់តាមទាន់គាត់សុំម្ចាស់ផ្ទះ3ខែទៀតណានឹងបង់ទាំងដើមបង់ទាំងកុំចុងបងយើងបង់ប្រហែលខែបង់ទាំងអស់គាត់ថាគាត់សុំឲ្យម្ចាស់ផ្ទះទុកពេលគាត់បាន3ខែទៀត3ខែឬ1ខែទេដល់ពេលហើយគាត់ទៅរកការងារធ្វើរកការងារណាក៏មិនបានធ្វើដែរពីព្រោះគាត់ជាមនុស្សមុខកញ្ញើអត់ចេះញញឹមអូខេចឹងទៅដាក់ពាក្យណាគេមិនយកដែរដាក់ពាក្យណាគេចេះមិនយកដែរវិច័យដល់មកជួបក្រុមហ៊ុនដោយពួកយើងអញ្ចឹងណាដល់ឱកាសឲ្យសាឡបងប៉ុន្តែកាច់ជំនាន់ហ្នឹងទៀតធ្វើនៅក្រុមហ៊ុនធានារ៉ាប់រងណាក្រុមហ៊ុនធានារ៉ាប់រងក្នុងក្រុមហ៊ុនធានារ៉ាប់រងដូចគ្នាបងប្អូនឃើញអ្នកខ្លះធ្វើការនៅក្រុមហ៊ុនធានារ៉ាប់រងទេបាទគឺជាអ្នកលក់សេវាកម្មធានារ៉ាប់រងយើងនៅគ្រាន់បើជាងធានារ៉ាប់រងព្រោះយើងលក់ផលិតផលពិតប្រាកដធានារ៉ាប់រងគឺលក់សេវាកម្មណាអូជាដូចសេវាកម្មសុខភាពសេវាកម្មអីគេសេវាកម្មយុវជីវិតគេលក់របៀបម៉េចតែឯងទិញទៅកន្លែងណាមួយឯងងាប់ទៅបានលុយនឹងឲ្យកូនគេដើរលក់បន្លាចគេអញ្ចឹងណាជួនទៅពេលគាត់លក់ក៏លក់ដាច់ថ្ងៃមួយគាត់ជួបលោកសង្ឃគាត់សួរថាញោមធ្វើអីលោកបានពីហ៊ុនចេះញោមលក់ដាច់ឯងញោមអត់ដាច់ទេចូលញោមចង់លក់ដាច់ឯងញោមចង់ចុះបើអាត្មាប្រាប់ញោមធ្វើតាមទេធ្វើចាឥឡូវញោមធ្វើរឿងមួយពេលដែលញោមញាក់ពីគេងឡើងញោមឲ្យញឹមដាក់កញ្ចក់ហើយពេលដែលញោមមុនចូលគេងញោមឲ្យញឹមដាក់កញ្ចក់ហើយញោមធ្វើឲ្យបាន21ថ្ងៃជាប់គ្នាអត់ខានមួយថ្ងៃបើខានថ្ងៃណាមួយចាប់ដើមពីថ្ងៃថ្មីម្ដងទៀតរហូតដល់គ្រប់21ថ្ងៃហើយពេលថារឿងប៉ុណ្្នឹងអ្វីធ្វើបានអញ្ចឹងគាត់អត់មានជំរឿទេព្រោះគាត់ប្រើប្រាស់ជីវិតរបស់គាត់យូរហើយតែមិនដែលបានជោគជ័យអញ្ចឹងគាត់មានជំរឿទេដូច្នេះគាត់ធ្វើតាមព្រោះវាជាឱកាសចុងក្រោយមួយដែលគាត់ត្រូវសាកល្បងអញ្ចឹងមុនចូលដេកគាត់អង្គុយមុខកញ្ចក់ក៏ញឹមប្រឹងញឹមញាក់ពីគេងឡើងគាត់ប្រឹងញឹមណាមុនចូលគេងក៏ញឹមចូលគេងក៏ញឹមរងហើយក៏ញឹមរហូតព្រោះគាត់ជឿតាមលោកសង្ឃគាត់ធ្វើតាមគាត់ជឿភេទមួយតែអត់ចេះញឹមអញ្ចឹងមកលោកសង្ឃឲ្យញឹមមុខកញ្ចក់ទៅដល់ពេលថ្ងៃមួយមកដល់ផ្ទះហ្នឹងស្រាប់តែឃើញខោអាវគាត់ហ្នឹងគេបោះចោលក្រុមហើយបាត់គាត់ញ៉ាំគាត់ថាអញបាច់ទៅរៀបអីវ៉ាន់នៅជាន់លើអីវ៉ាន់គេយកមកដាក់ក្រុមហើយស្រេចក៏យូរអីវ៉ាន់ហ្នឹងដើរលេងទៅដើរញ៉ាំទៅដល់សួនច្បារអីកន្លែងនេះជាក់ស្រួលដាក់ដេកណាក៏ដេកទៅដល់ពេលដេកនៅលើសួនបងសួនច្បារហ្នឹងដាក់អីវ៉ាន់ហ្នឹងធ្វើជាខ្នើយហើយដេកទៅដេកកងតាខ្លាចកងថ្ងាស់ហើយកងតាខ្លាទៀតអូយបើខ្ញុំដឹងថាមកដេកនេះស្រួលអញ្ចឹងខ្ញុំដេកនឹងតាំងយូរវ៉ាតិចស្រួលណាកាយច្រើនក៏ដេកញឹមញ៉ាព្រលឹមឡើងគេដើរហាត់ប្រាណម៉ោង3ម៉ោង4គេឡើងហាត់ប្រាណណាម៉ោង4ម៉ោង5គេឡើងហាត់ប្រាណគេហាត់ប្រាណនៅជុំវិញហ្នឹងគាត់ដេកញឹមដូចចឹងដល់តាមួយនោះគាត់ឆ្ងល់គាត់ពងបាក់ចិត្តរឿងកៅស៊ីរបស់គាត់ហ្មងតែគាត់ឃើញម្នាក់ហ្នឹងជួយតាមនេះដេកលើបងអីញឹមដូចជាមានសេចក្តីសុខម្ល៉េះរត់មកជុំ2ជុំក៏ដាច់ចិត្តសួរក្មួយឯងមិនញញឹមដូចជាគ្មានពិបាកចិត្តអីសោះគាត់ថាមានអីពិបាកចិត្តទៀតទៅមិនបានចឹងកន្លែងដេកក៏គ្មានការងារហ្នឹងគេតែយើងចោលហើយព្រោះថ្ងៃចុងក្រោយមានធ្វើបាក់ចិត្តទៀតអញយើងតាឆ្ងល់ហើយចុះក្មួយឯងធ្វើអីខ្ញុំលក់បានវាហ៊ុនហើយចុះមិនគេដេញចោលព្រោះលក់វាមិនដាច់គេថាឲ្យខ្ញុំលក់ដាច់តែមួយគេយកធ្វើបុគ្គលិកពេញសិតប៉ុន្តែលក់វាមិនដាច់តែញឹមស្អីតាមណាគាត់តាគាត់ថាតែចឹងចាំពូជួយទិញបានមួយនេះទៅក៏ខ្លាចជាបុគ្គលិកពេញសិតអូខេតែសារតែស្នាមញឹមបោះហារ៉ៃពេលថ្ងៃតែញឹមជាប្រចាំក្រោយមកតានឹងក៏គាត់ដើរប្រាប់គេប្រាប់ឯងលក់ជួយទិញបានធានារ៉ាប់រងពីអូនហ្នឹងណាដោយសារគាត់ជាប់ចិត្តជាមួយនឹងសេចក្តីសុខរបស់ហារ៉ៃពេលក៏អញគាត់ដើរប្រាប់គេប្រាប់ឯងហើយដោយសារគាត់ជាប្រធានសភារាជកម្មគាត់ដើរប្រាប់គេទិញគ្រប់គ្រាក៏ហារ៉ៃពេលខ្លាចទៅជាអ្នកលក់បានរុនដាច់ជាងគេបំផុតបានគេហៅគាត់ថាជាស្ដេចលក់បានវាហ៊ុន
ហើយគាត់ក៏ខ្លាចទៅជាអ្នកជោគជ័យមានលុយច្រើនបាច់យើងមហាស័យដោយសារអីដោយសារតែការផ្លាស់ប្ដូរតែបន្តិចផ្លាស់ប្ដូរពីមុខកញ្ញើមកស្នាមញញឹមតែប៉ុណ្ណឹងអូខេអរគុណអមើលនេះញញឹមបានទេញញឹមបានទេ yes យើងគេថាជាបើយើងកើតទុកតែឯងទៅមានណាគេខ្វល់មកយើងទេបើយើងញញឹមទេទើបគេចង់មកក្បែរយើងបាទដល់ពេលយើងមានស្នាមញញឹមគេចង់មកក្បែរយើងគេចង់មានសេចក្តីសុខដោយសារស្នាមញញឹមរបស់យើងបើយើងកើតទុកគេអត់ចង់ទៅក្បែរទេអូខេចឹងញញឹមបានអត់បានអត់ចឹងហ្នឹងបានបងប្អូនឃើញគេលក់ស្រាឬបើករ៉ាអូខេម៉ោង2យប់ក៏នៅមានអ្នកចូលដែរចូលធ្វើអីចូលបានញឹមណាមែនចូលដើម្បីសុបាយណាឃើញទេព្រោះវាធ្វើការដល់ម៉ោង8យប់ជ្រៅអើយម៉ោង8ម៉ែអញឲ្យទៅហ៎ដល់ហៅវាទៅករ៉ាអូខេម៉ោង10យប់នៅបន្ទប់លេខម៉ាណាអញលួចម៉ែទៅមែនឃើញទេពីព្រោះមនុស្សត្រូវការសេចក្តីសុខដូចខ្ញុំលើកឡើងថាការរកលុយក៏ដើម្បីតែសេចក្តីសុខដើម្បីភាពសប្បាយរីករាយនៃជីវិតមែនអត់